តីតកាលនៃប្រទេសកម្ពុជាមានភាពវឹកវរដោយសារអំពើប្រល័យពូជសាសន៍នៅពេលអ្នកមកដល់ភ្នំពេញមជ្ឈមណ្ឌលឧស្សាហកម្មនិងវប្បធម៌នេះជាមួយមនុស្សដែលមានភាពប្រញាប់ប្រញាល់នៅជុំវិញដែលមានសម្លេងជាប្រទេសមួយដែលចូលក្នុងវិស័យកីឡារយៈពេលជាង30ឆ្នាំខ្ញុំយល់ឃើញថាវិស័យកីឡាគឺជាអ្នកជួយខ្ញុំយល់ឃើញថាមនុស្សជាច្រើនងាកទៅលេងកីឡាដូចជាជួយសេរីភាពរបស់យើងវាធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីផ្ទះរបស់អ្នកជាមួយនឹងមនុស្ស 1.5 លាននាក់ដែលពិបាករស់នៅដោយឃ្លាតឆ្ងាយដោយខ្លួនឯងនេះជាមូលហេតុដែលទស្សនៈរបស់ខ្ញុំដោយរស់រវើកដូចជាពពកដែលយើងមិនអាចមើលឃើញមានការលំបាកនៅក្នុងជីវិតតើអ្នកទាំងអស់គ្នាតស៊ូទេហេតុអ្វីមានមនុស្សមិនយល់ពីអ្នកគិតថាអ្នករត់សប្បាយហេតុអ្វីអ្នកធ្វើបែបនេះការបោះជំហានដោយខ្លួនឯងសន្សំដោយផ្សារជាប់ទំនាក់ទំនងជាមួយនឹងធម្មជាតិហើយខ្ញុំរកឃើញថាយើងជាអ្នកណាហើយយើងអាចជាអ្នកណាដោយខ្ញុំមិនអាចធ្វើអ្វីបានដោយខ្ញុំធ្លាប់ធ្វើពីមុននោះទេពិភពលោករបស់ខ្ញុំបានធ្លាក់ចូលក្នុងភាពងងឹតនៅពេលខ្ញុំមានអាយុ10ឆ្នាំពិតជាលំបាកណាស់ការរស់នៅក្នុងពិភពលោកដែលងងឹតកំពុងតែទាមទារមិនដឹងថាជារៀងរាល់ថ្ងៃនាំមកនៅអ្វីទេមានន័យថាខ្ញុំត្រូវតែរស់នៅក្នុងបច្ចុប្បន្ននេះគ្រាន់តែព្យាយាមសប្បាយចិត្តខ្ញុំគិតថាវាលំបាកណាស់នៅក្នុងវប្បធម៌របស់យើង